ចាប់គ្រឿងចាក់ពីគ្រឿងសង្ស័យឈូសឆាយដីព្រៃខុសច្បាប់នៅស្រុកថាឡាបរិវត្តគ្រឿងចាក់ឈូសដីព្រៃខុសច្បាប់ចំនួន2គ្រឿងទីបំផុតបានយកមកដល់សាលាស្រុកហើយចម្លែកបាត់តែរថយន្តដឹកគ្រឿងចាក់ដែលដឹកនាំបម្រើឲ្យមានបទល្មើសដីព្រៃឲ្យឈ្មោះតុកហៅតូបទល្មើសគ្រឿងចាក់ចំនួន2គ្រឿងរបស់ឈ្មោះតាវីប្រភេទ Excavator និងអាបុលបានមកដល់សាលាស្រុកក្រោយខាត់ទុកមិនឲ្យធ្វើសកម្មភាពអស់រយៈពេល3ថ្ងៃតែនៅយប់ថ្ងៃទី9ខែកក្កដានៅពេលស្ងាត់គ្រឿងចាក់ទាំងនោះត្រូវបានលួចចល័តចេញពីគោលដៅទៅដល់ភូមិសាស្ត្រកេះដូងឃុំកាំងចាមដែលត្រូវអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញដេញតាមប្រម៉ាញ់ស្រាវជ្រាវទាន់នៅយប់ថ្ងៃខែដដែលប្រមាណពីគោលដៅធ្វើសកម្មភាព7-8គីឡូម៉ែត្រដោយមានរថយន្តធុនធំប្រភេទខ្លាពាំងដឹកជញ្ជូនរថកិច្ចពីដែនសមត្ថកិច្ចកំពុងតែយាមកាមព្រឹកឡើងនៅថ្ងៃទី10ខែកក្កដាឆ្នាំ2026លោកអនច័ន្ទសុជាតិបានឲ្យមន្ត្រីរបស់ខ្លួនបានបញ្ជាឲ្យគ្រឿងចាក់បើកឡើងខ្លាពាំងដើម្បីយកមករក្សាទុកនៅសាលាស្រុកថាឡាបរិវត្តលោកថាបច្ចុប្បន្នលោករងចាំចំណាត់ការពីលោកអភិបាលស្រុកសិនយើងនៅមិនទាន់ដឹងថាយ៉ាងណានៅឡើយនោះទេនេះបើតាមការបញ្ជាក់ប្រាប់ឲ្យដឹងពីមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើឃុំចំការលើថាគ្រឿងចាក់មកដល់សាលាស្រុកយប់ម៉ោងប្រមាណ8យប់ថ្ងៃខែដដែលតែចម្លែកព្រឹកឡើងក្រុមការងារយើងបានតាមដានប្រមាញ់ដល់ទីបញ្ចប់ស្រាប់តែបាត់រថយន្តដឹកគ្រឿងចាក់ដែលបង្កឲ្យមានបទល្មើសវាយព្រៃដីរបស់អស់គ្មានសល់បែរជារថយន្តដឹកគ្រឿងចាក់សមត្ថកិច្ចបែរជាឲ្យចេញពីកន្លែងដែលគ្រប់គ្រងរបស់សមត្ថកិច្ចនិងមន្ត្រីជំនាញទៅវិញមហាជនកំពុងដាក់ការសង្ស័យថាតើនេះជាល្បិចរំដោះខ្លួនចេញពីដែនសមត្ថកិច្ចមែនឬរួចប្រែคล้ายដីអត់ច្បាប់ទៅជាមានច្បាប់ទើបចុងក្រោយគ្រឿងចាក់ទាំងនោះអាចនឹងរំដោះខ្លួនចេញដោយសុវត្ថិភាពប្រៀបដូចគ្មានរឿងអ្វីកើតឡើងទោះជាយ៉ាងណាក៏ដោយយើងសង្ឃឹមថាចំណាត់ការរបស់លោកសាយកុសលអភិបាលស្រុកថាឡាបរិវត្តនឹងមិនឲ្យបទល្មើសរួចពីកណ្ដាប់ដៃលោកឡើយជាពិសេសបទល្មើសព្រៃឈើនេះតែម្ដងដោយករណីឈ្មួញរកស៊ីធ្វើទូកងលោកថាមានច្បាប់តែមួយបន្លំ5ធ្វើអត់ឈប់ព្រៃឈើអស់ព្រោះមកពីកាប់ឈើធ្វើទូកងទើបព្រៃឈើអស់តើពិតដែរទេដែលលោកមានប្រសាសន៍បែបនេះកន្លងមកកាលពីអំឡុងលោកមកកាន់ជាអភិបាលស្រុកថាឡាបរិវត្តដំបូងមហាជនសង្ឃឹមយ៉ាងមុតមមថាលោកនឹងមានវិធានការច្បាប់ទៅលើបទល្មើសគ្រឿងចាក់ខាងលើនេះផងចុះពាក់ព័ន្ធបទល្មើសព្រៃឈើខាងលើនេះជុំវិញរឿងលោកសាយកុសលអភិបាលស្រុកថាឡាបរិវត្តលោកបានបកស្រាយបំភ្លឺម្ដងហើយដល់អង្គភាពសារព័ត៌មាន WCV កន្លងមកថាដីដែលគ្រឿងចាក់ធ្វើសកម្មភាពវាយព្រៃខាងលើនោះជាដីសរុប7ហិកតាក្នុងនោះដីចម្ការ3ហិកតាដីបោះ2ហិកតានិងដីព្រៃ2ហិកតាលោកបន្តថាចំណែកគ្រឿងចាក់ឲ្យជំនាញរដ្ឋបាលព្រៃឈើនាំយកមករក្សាទុកនៅសាលាស្រុករងចាំឲ្យម្ចាស់ដីអ្នកលក់និងអ្នកទិញមកជួបដើម្បីដោះស្រាយលោកបញ្ជាក់ទៀតថាយើងមិនទាន់ដឹងថាឲ្យនរណាខុសឬត្រូវនៅឡើយទេជុំវិញករណីនេះដែរលោកអៀចក្រឹមប្រធានការិយាល័យភូមិបាលស្រុកថាឡាបរិវត្តថាដីទាំងអស់មានទំហំ7ហិកតាក្នុងនោះដីព្រៃមានប្រហែល1ហិកតាជាងលោកអត់បានវាស់នោះទេសូមបញ្ជាក់ថានៅព្រឹកថ្ងៃទី11ខែកក្កដាឆ្នាំ2026ក្រុមអ្នកសារព័ត៌មានយើងក៏បានខលសុំការអនុញ្ញាតដើម្បីសុំថតដិតរូបភាពគ្រឿងចាក់នៅក្នុងរបងសាលាស្រុកនិងសុំបទសម្ភាសន៍ពាក់ព័ន្ធការទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងចាក់ខាងលើនេះទូរស័ព្ទខលចូល2លើកតែគ្មានអ្នកទទួលនៅថ្ងៃទី12ខែកក្កដាឆ្នាំ2026នេះទើបលោកសាយកុសលអភិបាលស្រុកឆ្លើយតាម Telegram ថាលោកនៅពេលចាំលោកទៅវិញលោកនឹងស្រាវជ្រាវអ្នកពាក់ព័ន្ធក្នុងករណីនេះទាំងម្ចាស់ដីអ្នកលក់អ្នកទិញ
និងអ្នកស៊ីឈ្នួលនឹងដោះស្រាយតាមច្បាប់អត្ថបទមាសសុផាត